សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានយកលំហាត់រូបវិទ្យាមួយមកបង្រៀនដល់បងប្អូនទាំងអស់គ្នាលំហាត់របស់យើងគឺរថយន្តមួយចោលបានចម្ងាយ500ម៉ែត្រក្នុងរយៈពេល20វិនាទីគណនាល្បឿនមធ្យមនៃរថយន្តនោះចម្លើយគណនាល្បឿនមធ្យមនៃរថយន្តនោះតាមរូបមន្តដែលល្បឿនមធ្យមរបស់យើងនឹងមានរូបមន្ត v/av ស្មើ d លើ t ដោយ d របស់យើងគឺជាចម្ងាយសរុបរីឯ t របស់យើងគឺជារយៈពេលសរុបដោយ d នៅក្នុងប្រធានរបស់យើងគេឲ្យមក500ម៉ែត្រហើយ t ក្នុងប្រធានលំហាត់របស់យើងគេឲ្យមក20វិនាទីយើងបាន v/av ស្មើ500នៅលើ20អញ្ចឹងយើងចែកមកបាន25ຂនាតល្បឿនមធ្យមរបស់យើងគឺម៉ែត្រក្នុង1វិនាទីដូចនេះ v/av ស្មើ25ម៉ែត្រក្នុង1វិនាទី